តែបងប្អូនទាំងអស់អាណាចក្រចេនឡាគឺជាអាណាចក្រធំទី2របស់ខ្មែរដែលចាប់កំណើតឡើងកំឡុងឆ្នាំ550ដល់ឆ្នាំ802តាមពិតទៅរដ្ឋចេនឡានេះគឺកើតឡើងជាយូរយារណាស់មកហើយគ្រាន់តែក្រោមចំណុះរបស់អាណាចក្រភ្នំដែលជាមហាអំណាចធំមួយនៅក្នុងចក្រភពខ្មែរតែប៉ុណ្ណោះនៅពេលដែលអាណាចក្រភ្នំបានធ្លាក់ចុះកាន់តែខ្លាំងអាណាចក្រចេនឡាក៏ចាប់ផ្ដើមមានកម្លាំងវាយលុកទៅលើអាណាចក្រភ្នំវិញនៅសតវត្សទី6កំឡុងពេលកិត្យានុភាពឡើងដល់កំពូលអាណាចក្រចេនឡាក៏បានលាតសន្ធឹងទៅលើប្រទេសកម្ពុជាទាំងមូលផងដែរភាគកណ្ដាលនិងភាគខាងត្បូងនៃប្រទេសឡាវភាគខាងត្បូងប្រទេសវៀតណាមនិងឈូងសមុទ្រថៃព្រមទាំងភាគខាងលិចភាគកណ្ដាលនិងភាគខាងត្បូងនៃប្រទេសថៃផងដែរពោលគឺទឹកដីទាំងឡាយដែលធ្លាប់ស្ថិតនៅក្រោមការត្រួតត្រារបស់អាណាចក្រភ្នំក៏បានធ្លាក់មកក្រោមការត្រួតត្រារបស់អាណាចក្រចេនឡាវិញផងដែរនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនជាង200ឆ្នាំចេនឡាក៏បានបែកបាក់រដ្ឋមិនតិចជាង8ដងនោះឡើយរួមមានសម្ភបុរៈនៅខេត្តក្រចេះពលតិជ្ជបុរៈនៅខេត្តកំពង់ធំអមរបុរៈនៅខេត្តសៀមរាបនិងអនិតិជ្ជបុរៈនៅខេត្តកំពង់ធំនិងឥន្ទ្របុរៈនៅខេត្តត្បូងឃ្មុំភវបុរៈនៅចម្ប៉ាស័កប្រទេសឡាវសប្តាហ៍ថ្ងៃនិងវិជ្ជធបុរៈនៅខេត្តព្រៃវែងនរវរនគរនៅខេត្តតាកែវជាដើមរាល់បណ្ដារដ្ឋខាងលើដែលខ្ញុំបានរាយរាប់ខាងលើបើខុសអីក៏សូមអធិស្ឋានព្រោះវាជាភាសាសំស្ក្រឹតនិងបាលីបណ្ដារដ្ឋទាំងប៉ុន្មានដែលខ្ញុំបានរៀបរាប់ខាងលើគឺបានបែងចែកជាពីរគឺចេនឡាលើនិងចេនឡាក្រោមដែលយើងស្គាល់ថាចេនឡាដីគោកនិងចេនឡាទឹកលិចនៅចុងសតវត្សទី8កងទ័ពជ្វាមកពីចក្រភពស្រីពិជ័យក៏បានវាយលុករដ្ឋបុរីរបស់ខ្មែរមួយចំនួនហើយក៏បានត្រួតត្រាទឹកដីចេនឡាក្រោមមួយរយៈផងដែរ